ឆ្លើយតបទៅនឹងអ្នកនាំពាក្យក្រសួងការពារជាតិថៃរឿងបើកច្រកព្រំដែនសម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាកម្ពុជាមិនទៅថោកអង្វរថៃបើកព្រំដែនឡើងវិញឡើយទោះបិទដល់100ឆ្នាំទៀតក៏កម្ពុជាមិនទៅអង្វរដែរលោកជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានៅរាត្រីថ្ងៃទី15ខែតុលាឆ្នាំ2025នេះបានឲ្យដឹងថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបដិសេធការបំភាន់ព័ត៌មានពីអ្នកនាំពាក្យក្រសួងការពារជាតិថៃដែលលើកឡើងមូលបង្កាច់ថាសម្ដេចតេជោដាក់សម្ពាធឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃត្រឹមថ្ងៃទី20ខែតុលាឆ្នាំ2025នេះបើតាមលោកជីធរិទ្ធបញ្ជាក់បន្ថែមថាជាជំហររបស់សម្ដេចតេជោសម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនទៅថោកអង្វរសុំថៃបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញទេទោះបីជាថៃបិទ100ឆ្នាំទៀតក៏កម្ពុជាមិនអង្វរឬថៃធ្វើតាមតែចិត្តខ្លួនឯងទៅដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃគឺជាការមូលបង្កាច់បំភាន់មតិសាធារណជនទាំងក្នុងប្រទេសថៃនិងទូទៅផងដែរដែលជាព័ត៌មានប្រឌិតមិនឆ្លុះបញ្ចាំងពីជំហររបស់សម្ដេចតេជោក៏ដូចជាជំហររបស់កម្ពុជាទេលោកជាធិរិទ្ធបញ្ជាក់ថាជំហររបស់សម្ដេចតេជោដូចជាជំហររបស់កម្ពុជាគ្មានអ្វីប្រែប្រួលទេគឺដូចជាសម្ដេចតេជោបានបញ្ជាក់កន្លងមកគួររំលឹកថាសម្ដេចតេជោធ្លាប់លើកឡើងថាសម្ដេចគួរតែអរគុណថៃដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបានធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំងប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុកដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងជាង3ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាពមានទំនិញប្រើប្រាស់គ្រប់គ្រាន់និងអតិផរណាទាបនិយាយដោយឡែកនិងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អយើងងាកទៅព័ត៌មានដ៏ក្តៅមួយទៀតសមាជិកព្រឹទ្ធសភាថៃលោកស្រីអង្គណាបានរងការគំរាមសម្លាប់ពីក្រុមជ្រុលនិយមថៃព្រោះតែលោកស្រីចេញមកប្រឆាំងនឹងការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទអ្នករាយការណ៍ពិសេសរបស់អង្គការ UN សម្ដែងការព្រួយបារម្ភខ្លាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Marie Lauer បានសម្ដែងនៅការក្តីព្រួយបារម្ភខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការគំរាមសម្លាប់និងការវាយប្រហារតាមអនឡាញដែលកំពុងកើតមានឡើងប្រឆាំងទៅនឹងលោកស្រីអង្គណានីឡាផៃឆេតដែលជាសមាជិកព្រឹទ្ធសភាថៃក្រោយពេលដែលលោកស្រីបានចេញប្រឆាំងការចាក់សម្លេងរំខានប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទពីសំណាក់ក្រុមជ្រុលនិយមក្រោមការគាំទ្ររបស់យោធានិងអាជ្ញាធរខេត្តស្រះកែវនេះបើតាមការបង្ហោះលើបណ្ដាញសង្គម X របស់លោកស្រីផ្ទាល់នៅថ្ងៃពុធទី15ខែតុលាឆ្នាំ2025លោកស្រី Lauer បានសរសេរថាការការពារការពិតយុត្តិធម៌និងសេចក្តីថ្លៃថ្នូរមិនមែនជាឧក្រិដ្ឋកម្មទេលោកស្រីអង្គណាត្រូវតែទទួលបានការការពារមិនមែនជាការចោទប្រកាន់ឬការបំផ្លើសនោះទេការគំរាមកំហែងទាំងនេះកើតឡើងបន្ទាប់ពីលោកស្រីអង្គណាបានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃមួយចំនួនដែលបានចោទប្រកាន់នាងថាជាជនជាតិថៃប៉ុន្តែមានបេះដូងជាខ្មែរបន្ទាប់ពីលោកស្រីបានបញ្ចេញជំហរប្រឆាំងនឹងការប្រើឧបករណ៍បំពងសម្លេងរំខានប្រជាជនខ្មែរនៅពេលយប់នៅតំបន់ភូមិព្រៃច័ន្ទនិងជោគជ័យរបស់ខ្មែរគូបញ្ជាក់ថាជំហររបស់លោកស្រីបានបង្កឲ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិនិយមថៃជ្រុលនិយមដែលបានទាមទារឲ្យលោកស្រីលាលែងពីតំណែងសមាជិកព្រឹទ្ធសភាលោកស្រីអង្គណាត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃយើងក្រឡេកមកព័ត៌មានមួយទៀតខ្មែរអាមេរិកគាំទ្រភាពអត់ធ្មត់របស់រដ្ឋាភិបាលលើបញ្ហាព្រំដែនកុំឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅព្រឹកថ្ងៃពុធទី15ខែតុលាឆ្នាំ2025នេះលោកអ៊ុំវុធាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកនិងជាអតីតអ្នករស់នៅជំរុំភៀសខ្លួនជីដែនក្នុងខេត្តបន្ទាយមានជ័យរួមជាមួយនឹងភរិយារបស់ខ្លួនបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅស្ថានភាពប្រជាពលរដ្ឋរស់នៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ
ភូមិព្រះច័ន្ទជាភូមិឋានរបស់ខ្មែរមួយដែលរងការទុនត្រៀនពីកងទ័ពថៃហើយបានរីបន្លាលុះពាត់យកផ្ទះសម្បែងនិងដីចម្ការរបស់ប្រជាពលរដ្ឋក្នុងភូមិនេះចំនួន19គ្រួសារនៅពេលដែលចុះមកដល់ភូមិនេះលោកវុធាបានសម្ដែងក្តីអាណិតអាសូរជាពន់ពេកសម្រាប់ប្រជាពលរដ្ឋក្នុងភូមិដែលរងការធ្វើទុកបុកម្នេញពីសំណាក់យោធាថៃលោកអ៊ុំវុធាក៏សម្ដែងការខឹងសម្បារជាខ្លាំងចំពោះយោធាថៃដែលបានរំលោភបំពាននិងឈ្លានពានទឹកដីកម្ពុជាជាពិសេសគឺការចាក់សម្លេងរំខាននៅពេលរាត្រីដែលជាទង្វើមួយដ៏ព្រៃផ្សៃលោកវុធាក៏បានសម្ដែងការកោតសរសើរចំពោះការតស៊ូអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងភូមិជំនះការលំបាកដោយយាយីរបស់ភាគីថៃហើយមិនចាក់ចេញពីផ្ទះសម្បែងរបស់ខ្លួនឡើយខ្មែរអាមេរិកកាំងរូបនេះក៏បានថ្លែងការគាំទ្រចំពោះការអត់ធ្មត់របស់រដ្ឋាភិបាលមិនតបតដោយកម្លាំងតបការអុចអាលនិងបង្កហេតុដោយភាគីថៃដែលនេះជាយុទ្ធសាស្ត្រមិនពង្រីកបញ្ហាឲ្យកាន់តែធំនិងបញ្ជៀសផលប៉ះពាល់លើប្រជាពលរដ្ឋ